ឱកាសតែងតែមានរហូតប៉ុន្តែហេតុអ្វីបានជាអ្នកត្រូវស្វែងរកឱកាសថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទមួយមកនិយាយជូនអ្នកទាំងអស់គ្នាស្ដាប់ដើម្បីជាប្រយោជន៍ក្នុងការគិតពិចារណាគឺការជ្រើសរើសជំនាញឲ្យសមនឹងគោលដៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមួយអ្នកគ្រប់គ្រងបានឲ្យអ្នកចូលរួមសិក្ខាសាលាគ្រប់រូបរាប់រយនាក់សរសេរអំពីការងារក្នុងក្តីសុបិនរបស់ខ្លួនហើយអានម្នាក់ម្ដងឲ្យអ្នកផ្សេងទៀតស្ដាប់ក្រោយពីបានអាននិងស្ដាប់ចប់គ្រប់គ្នាជាលទ្ធផលបង្ហាញឲ្យឃើញថាស្ទើរតែគ្រប់គ្នាសុបិនចង់មានអាជីពខុសពីអ្វីដែលខ្លួនឯងធ្វើនៅពេលបច្ចុប្បន្នហើយមិនបានពាក់ព័ន្ធជាមួយនឹងអាជីពដែលខ្លួនកំពុងធ្វើសូម្បីតែបន្តិចនោះគឺឆ្លុះបញ្ចាំងឲ្យឃើញថាមនុស្សភាគច្រើនក្នុងសង្គមមិនមានការងារដូចដែលខ្លួនបានសុបិននោះទេហេតុអ្វីបានជាបែបនោះតើសេចក្តីសុខពីការធ្វើការងាររបស់មនុស្សមួយចំនួនធំកើតឡើងដោយរបៀបណាពេលវិភាគជារួមទើបឃើញថាដោយសារជំនាញផ្សេងៗដែលម្នាក់ៗបានរៀនមកវាមានតួនាទីសំខាន់ក្នុងការកំណត់អាជីពអ្នកដែលរៀនចប់ក្នុងផ្នែកណាគឺត្រូវប្រកបអាជីពក្នុងផ្នែកនោះអ្នកដែលរៀនចប់ផ្នែកបញ្ជីក៏ត្រូវប្រកបអាជីពផ្នែកបញ្ជីរៀនចប់ច្បាប់ក៏ត្រូវធ្វើជាអัยការមេធាវីរៀនចប់ផ្នែកគ្រប់គ្រងក៏ត្រូវប្រកបអាជីពជាអ្នកគ្រប់គ្រងតើនឹងមានអ្វីកើតឡើងនៅពេលដែលអ្នកធ្វើការខុសពីជំនាញអ្នកគណនេយ្យចង់ក្លាយជាអ្នកសំអាងគ្រូពេទ្យចង់ក្លាយជាអ្នកចម្រៀងអ្នកច្បាប់ចង់ក្លាយជាអ្នកនិពន្ធមនុស្សយើងប្រើពេលរៀនសូត្ររហូតដល់កម្រិតថ្នាក់បរិញ្ញាបត្រប្រើពេលប្រហែលជាង20ឆ្នាំទម្រាំតែចប់អ្នកអាចប្រើពេលរៀនក្នុងជំនាញផ្សេងត្រឹមតែ4ទៅ5ឆ្នាំប៉ុណ្ណោះប៉ុន្តែអ្នកត្រូវធ្វើការតាមជំនាញនោះរហូតអស់មួយជីវិតលើកលែងមនុស្សដែលទៅប្រកបអាជីពផ្សេងឃើញមានគ្រូពេទ្យមួយចំនួនបានឈប់ធ្វើពេទ្យហើយទៅប្រកបការងារផ្សេងតាមចិត្តខ្លួនស្រឡាញ់ទោះបីជាមិនរកលុយបានច្រើនដូចជាធ្វើគ្រូពេទ្យក៏ដោយនេះបញ្ជាក់ឲ្យឃើញថាចុងបញ្ចប់លុយមិនមែនជាចម្លើយគ្រប់យ៉ាងនោះទេដោយសារតែដើរតាមបេះដូងទើបយើងឃើញគ្រូពេទ្យក្លាយជាអ្នកនិពន្ធបទភ្លេងជាវិចិត្រករជាប៉ូលីសនិងការងារផ្សេងទៀតដែលមនុស្សទាំងអស់នោះបានសុបិនមករហូតសម្រាប់ខ្ញុំយល់ថាអ្នកដែលមានសេចក្តីសុខបំផុតគឺអ្នកដែលមានឱកាសរៀនជំនាញដែលខ្លួនឯងស្រឡាញ់ហើយពេលបញ្ចប់ការសិក្សាគេក៏បានធ្វើការងារដែលគេស្រឡាញ់ប៉ុន្តែការពិតទៅអ្នកដែលសំណាងបែបនោះមានមិនច្រើនទេសម្រាប់អ្នកបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រទាំងអស់ក្នុងមួយឆ្នាំហាក់បីដូចជាមនុស្សក្រុមតូចនោះបានគិតគូរជីវិតខ្លួនឯងតាំងពីវ័យកុមារមកម្លេះឱកាសដែលមានគឺជាឱកាសដែលមនុស្សទាំងអស់នោះស្វែងរកឲ្យខ្លួនឯងទាំងអស់ពួកគេមិនដែលបដូរចិត្តពីគោលដៅដែលពួកគេបានកំណត់នោះទេក្តីសុបិនរបស់មនុស្សទាំងអស់នោះមិនដែលស្វិតស្រពោនទៅដោយគំនិតនិងការយល់ឃើញរបស់អ្នកផ្សេងទេមនុស្សខ្លះមិនប្រកាន់ភ្ជាប់គោលដៅបែបនេះឡើយម្ដងរេទៅឆ្វេងម្ដងរេទៅស្ដាំមនុស្សដែលប្រកាន់ភ្ជាប់នៅគោលដៅរបស់ខ្លួនពួកគេនៅតែល្អហើយប្រកាន់ភ្ជាប់ដោយភាពស្ងប់ស្ងាត់ក្នុងចិត្តដោយមិនមានការផ្លាស់ប្ដូរពិភពលោកកាន់តែស្រស់ស្អាតឡើងពីមនុស្សទាំងអស់នេះដោយលទ្ធផលការងារថ្មីដែលពួកគេបង្កើតចេញមកពីចិត្តហើយមានសេចក្តីសុខបំផុតតាំងពីដើមមកដោយមិនបាច់សង្ឃឹមឲ្យនរណាមកអបអរសាទរជាមួយនឹងពួកគេឡើយយើងសាកគិតទៅមើលថាប្រសិនបើនាំអ្នកដែលមានទេពកោសល្យផ្នែកចម្រៀងឲ្យទៅរៀនផ្នែកពេទ្យពិភពលោកនេះប្រហែលជាត្រូវបាត់បង់ធនធានមនុស្សដ៏មានតម្លៃផ្នែកតន្ត្រីទៅយ៉ាងសោកស្ដាយភាពល្អប្រសើរត្រូវគូនឹងទេពកោសល្យដ៏ល្អប្រសើរដូចគ្នាក្នុងជីវិតរបស់មនុស្សយើងអាចបែងចែកការអភិវឌ្ឍក្នុងការប្រកបអាជីពចេញជា4ជំហានគឺ1ការសិក្សារៀនសូត្រ2ចាប់ផ្ដើមប្រកបអាជីព3ក្នុងពេលប្រកបអាជីព4ដល់អាយុចូលវិវត្តន៍ប្រសិនបើនៅពេលនេះអ្នកស្ថិតនៅជំហានទី1យល់ថាអ្នកស្ថិតនៅក្នុងក្រុមសំណាងល្អបំផុតព្រោះអ្នកនៅមានពេលនិងឱកាសជ្រើសរើសអាជីពដែលអ្នកបានសុបិនក្នុងកម្រិតខ្ពស់ជាងក្រុមដែលនៅជំហានផ្សេងប្រកបដោយថាមពលនិងភាពស្រស់ស្រាយក្នុងភាពយុវ័យរបស់អ្នកបានយ៉ាងល្អទោះបីក្នុងពេលនេះអ្នកសិក្សានៅវិទ្យាល័យឬមហាវិទ្យាល័យក្នុងជំនាញដែលអ្នកមិនច្បាស់ក្នុងចិត្តថាពិតក្នុងការចេញទៅប្រកបអាជីពឬមិនទៅក៏ដោយប៉ុន្តែអ្នកក៏នៅតែទៅរៀនបន្ថែមក្នុងមហាវិទ្យាល័យផ្សេងទៀតក្នុងជំនាញដែលច្បាស់ក្នុងចិត្តយ៉ាងហោចណាស់ចរន្តទីផ្សារអាចធ្វើជាអ្នកកំណត់តម្រូវការតាមត្រាក្នុងបរិញ្ញាបត្រថាអ្នកចប់ផ្នែកណាដែលនឹងពិចារណាទទួលយកអ្នកចូលមកធ្វើការងារក្នុងមុខតំណែងណាមួយអ្នកមិនធ្លាប់ជួបអង្គការណាទទួលអ្នកដែលចប់ផ្នែកនីតិសាស្ត្រទៅធ្វើជាបុគ្គលិកផ្សព្វផ្សាយឬធ្វើជាអ្នកលក់នោះទេដូច្នេះមុនដំបូងសូមជ្រើសរើសជំនាញឲ្យត្រឹមត្រូវជាមុនសិននោះអ្នកនឹងពូកែក្នុងអាជីពដែលអ្នកបានសុបិនឬមួយវាអាស្រ័យទៅលើជំនាញនិងចំណេះដឹងនៅជុំវិញផ្នែកនោះវាបានបង្កើនឡើងដោយជំនាញនិងភាពបិណ្ឌប្រសពរបស់អ្នកក្នុងអាជីពនោះដែលអ្នកមានឱកាសសុបិនរឿងទាំងអស់នោះបានយ៉ាងគ្មានកំណត់មុននឹងអ្នកចូលឆ្ពោះទៅចរន្តទីផ្សារក្នុងអាជីពដែលអ្នកបានសុបិន
គ្មានសម័យណាជំនាន់ណាដែលមានទិន្នន័យឯកសារនិងព័ត៌មានផ្សេងៗឲ្យអ្នកបានសិក្សាស្វែងរកចំណេះដឹងទូរលំទូលាយដូចសម័យនេះទេមូលហេតុដែលគ្រួសារនាពេលបច្ចុប្បន្នជាគ្រួសារតូចដោយសារតែភាពចាំបាច់ផ្នែកសេដ្ឋកិច្ចគ្រួសារដែលល្អឪពុកម្ដាយមានពេលមើលថែកូនច្រើនជាងមុនជាពិសេសរឿងរៀនសូត្រតែមិនដែលចង្អុលបង្ហាញកូនបានច្រើនដូចសម័យមុនទេក្មេងសម័យថ្មីបានបញ្ចប់ការសិក្សាហើយឈានជើងឆ្ពោះទៅរកការងារឯកជនច្រើនឡើងអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺក្រុមក្មេងខ្លះរួមគ្នាបង្កើតមុខជំនួញរបស់ខ្លួនតាំងពីយុវវ័យនិងក្មេងខ្លះទៀតធ្វើបានល្អលើសពីការស្មានការចិញ្ចឹមកូនខ្លាយជាចៅហ្វាយចាប់ផ្ដើមផ្លាស់ប្ដូរទៅព្រោះសង្គមបានបញ្ជាក់ភាពស្មើគ្នាច្រើនឡើងមានពាក្យមួយបាននិយាយថាអ្នកមិនបាច់រងចាំឲ្យរាជរដ្ឋមកត្រួតនោះទេប៉ុន្តែអ្នកត្រូវបង្កើតរាជរដ្ឋឡើងមកហើយរុញទៅមុខត្រួតក្តីសុបិនដល់ខ្លួនឯងសូមមើលសត្វតូចៗដូចជាស្រមោចតួយ៉ាងក្នុងការស្វែងរកឱកាសពេលវាបានជួបឧបសគ្គប្រសិនបើវាដើរទៅខាងស្ដាំមិនបានវាក៏ត្រូវដើរទៅខាងឆ្វេងប្រសិនទៅខាងមុខមិនបានវានឹងទៅខាងក្រោយប្រសិនឡើងខាងលើមិនបានវានឹងលូនខាងក្រោមឧបសគ្គរារាំងវានោះពេលខ្លះវាដើរអមទៅប៉ុន្តែនៅចុងបញ្ចប់ស្រមោចនោះក៏បានឆ្លងកាត់ឧបសគ្គនោះបានសូមបញ្ជាក់ម្ដងទៀតថាការសិក្សាជារឿងសំខាន់ហើយអ្នកត្រូវខិតខំព្យាយាមដោយការតាំងចិត្តជាមុនសិនទើបអ្នកអាចសម្រេចគោលដៅតាមក្រោយអ្នកត្រូវខ្លក់រសជាតិដ៏ឆ្ងាញ់របស់ផ្លែឈើមុននឹងបានភ្លក់រសជាតិដ៏ផ្អែមរបស់វារហូតប្រសិនបើគណៈពេលនេះអ្នកស្ថិតនៅជំហានទី2គឺជាជំហានចាប់ផ្ដើមប្រកបអាជីពឬជំហានចាប់ផ្ដើមធ្វើការងារហើយអ្នកយល់បានយ៉ាងល្អថាការងារដែលអ្នកបានធ្វើមិនមែនជាអាជីពដែលអ្នកបានសុបិនទុកនោះទេសូមណែនាំឲ្យអ្នកឡើងឡានម្ដងទៀតរួចហើយស្វែងរកផ្លូវថ្មីតាមច្រកផ្លូវដែលនាំអ្នកឆ្ពោះទៅកាន់គោលដៅរបស់អ្នកព្រោះបើអ្នកនៅតែជិះឡាននោះជារឿយៗអ្នកនឹងខាតពេលហើយនៅទីបំផុតឥន្ធនៈឬប្រេងក្នុងធុងក៏បានអស់ទៀតបានន័យថាអ្នកអស់ទឹកចិត្តធ្វើវាពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើអ្នកចង់ធ្វើជាអ្នកចម្រៀងអ្នកសម្ដែងហើយបានដឹងថាខ្លួនមានទេពកោសល្យផ្នែកនោះក៏បានស្វែងរកឱកាសឲ្យខ្លួនឯងដោយការឡើងឆាកតន្ត្រីខ្នាតតូចជាមុនសិនសម័យនេះមានការប្រកួតប្រជែងគ្នាជាច្រើនឲ្យអ្នកបានពិសោធន៍សមត្ថភាពគ្មានអ្នកណាមករកដំរីសក់ក្នុងព្រៃទេប្រសិនបើអ្នកដឹងខ្លួនថាអ្នកជាដំរីសូមដើរចេញពីព្រៃឲ្យមនុស្សបានឃើញផងបើអ្នកជាអ្នកចម្រៀងហើយជឿជាក់នៅស្នាដៃរបស់ខ្លួនអ្នកក៏កាន់បានផលប្រសិនបើអ្នកចង់ក្លាយជាអ្នកនិពន្ធអ្នកមិនបាច់រងចាំឲ្យក្រុមអ្នកបោះពុម្ពចៃដន្យបានមកអានជួបស្នាដៃរបស់អ្នកក្នុងសៀវភៅនោះទេរួចធ្វើឲ្យអ្នកជាអ្នកនិពន្ធព្រោះវាជារឿងស្មុគស្មាញអ្នកកាន់ស្នាដៃនិពន្ធនោះទៅនិយាយគ្នាជាមួយនឹងប្រធានអ្នកនិពន្ធយ៉ាងក្លាហានហើយជឿជាក់ប្រសិនបើមិនទាន់បានទទួលការពិចារណាអ្នកអាចឲ្យអ្នកជំនាញការទាំងនោះណែនាំឲ្យអ្នកឃើញពីចំណុចខ្សោយនិងចំណុចខ្វះខាតដោយការវឹកហាត់ជាញឹកញាប់ទេពកោសល្យផ្នែកនិពន្ធរបស់អ្នកនឹងបង្ហាញចេញមកដោយខ្លួនឯងប្រសិនបើអ្នកភ័យខ្លាចលើសពីការបើកឡាននៅតាមផ្លូវដែលចិត្តអ្នកចង់ទៅហើយនោះតម្លៃដែលអ្នកត្រូវចំណាយវាច្រើនលើសពីអ្នកបានទាយទុកទៅទៀតទីបំផុតអ្នកក៏ត្រូវត្រឡប់ឡានមករកផ្លូវតែមួយឲ្យជួបដដែលចំណុចសំខាន់នៅត្រង់ថាតើអ្នកត្រឡប់មកវិញបានលឿនប៉ុណ្ណាតែប៉ុណ្ណោះជាពិសេសបើអ្នកចាប់ផ្ដើមថ្មីក្នុងអាជីពដែលអ្នកស្រឡាញ់បានលឿនប៉ុណ្ណាអ្នកនឹងកាន់តែបន្ថែមចន្លោះក្នុងចិត្តឲ្យពេញបានលឿនប៉ុណ្ណោះមុននឹងវ័យចំណាស់ឈានមកដល់ដំណាក់កាលទី3ឬដំណាក់កាលក្នុងចន្លោះពេលប្រកបអាជីពនោះជាដំណាក់កាលដែលពិបាកបំផុតក្នុងការប្រកបអាជីពដែលអ្នកស្រឡាញ់ស្ទើរតែមិនអាចទៅរួចបើគេម្នាក់នោះធ្វើការយ៉ាងស្មោះត្រង់ក្នុងស្ថាប័នណាមួយបានយូរដល់ទៅ10 20 ឬ 30 ឆ្នាំបើជាគណិតវិទូអ្នកនឹងរកឃើញទ្រឹស្ដីដែលពិបាកបំផុតបាត់ទៅហើយតើអ្នកអាចទៅចាប់ផ្ដើមអាជីពថ្មីអ្វីបានបើវ័យចូលដល់40ឬជិត50ឆ្នាំទៅហើយនោះពាក្យណែនាំដែលល្អបំផុតសម្រាប់អ្នកដែលនៅក្នុងដំណាក់កាលនេះគឺធ្វើការងារចាស់របស់អ្នកបន្តទៅទៀតហើយរកផ្លូវធ្វើរឿងដែលអ្នកសុបិនរួមផ្សំជាមួយទៅអ្នកត្រូវចំណាយទិញក្តីសុបិនថ្លៃជាងអ្នកផ្សេងទ្វេដងហើយអ្នកក៏គ្មានសិទ្ធិបន្ទោសអ្នកណាដែរព្រោះអ្នកជាអ្នកសម្រេចចិត្តបែបនោះដោយខ្លួនឯងទោះបីអ្នកមិនបានធ្វើអ្វីក៏ដោយក៏ចាត់ទុកថាជាការសម្រេចចិត្តមួយដូចគ្នានោះគឺជ្រើសរើសនៅដូចដើមព្រោះធម្មជាតិក្នុងចិត្តយើងគ្រប់គ្នាគឺខ្លាចការព្រោះប្រែអ្នកត្រូវស្វះស្វែងជួយខ្លួនឯងឲ្យច្រើនបើអ្នកគិតថាក្តីសុបិននោះនៅមិនទាន់សាបសូន្យហើយអ្នកនៅគិតថាក្តីសុបិននៅក្នុងចិត្តរបស់អ្នកនៅមានតម្លៃដោយសុខចិត្តហត់នឿយជាមួយវាអ្នកត្រូវស្វែងយល់ខ្លួនឯងឲ្យបានច្រើនហើយចាប់ផ្ដើមធ្វើតែម្ដងសៀវភៅ How to មួយក្បាលណាក៏មិនអាចជួយអ្នកបានដែរប្រសិនបើអ្នកមិនចាប់ផ្ដើមធ្វើបើមានផ្លូវណាឲ្យអ្នកអាចបន្ថែមជំនាញទៅកាន់ក្តីសុបិនរបស់អ្នកបានសូមបង្កើតវាបន្ថែមដើម្បីឆ្ពោះទៅកាន់ក្តីសុបិនរបស់អ្នកសូមទៅរៀនបន្ថែមក្រៅម៉ោងធ្វើការរបស់អ្នកទៅរៀនគូររូបប្រសិនបើអ្នកចង់ក្លាយជាវិចិត្រកររៀនធ្វើម្ហូបបើអ្នកចង់ក្លាយជាចុងភៅឬជំនាញផ្សេងទៀតប្រសិនបើជាជំនាញក្នុងក្តីសុបិនមិនបាច់អៀនអ្នកណាទេតែសូមខ្មាស់ខ្លួនឯងដែលមិនហ៊ានសម្ដែងក្តីសុបិនចេញមកខាងក្រៅឲ្យគេបានឃើញគ្មានក្តីសុបិនណាដែលគ្មានប្រយោជន៍នោះទេ
ក្នុងចិត្តយើងគ្រប់យ៉ាងរមែងធំធេងជានិច្ចពេលអ្នកចាប់ផ្ដើមវឹកហាត់រឿងផ្សេងដែលបានពោលខាងលើមានជំនាញហើយនឹងរកចំណូលបានពីអាជីពក្នុងក្តីសុបិនរហូតដល់ចំណុចដែលអាចមើលថែក្រុមគ្រួសារបានហើយរួចសឹមបើកវានីរបស់អ្នកចេញមកពីកំពង់ចាស់ដែលអ្នកចតទុកយូរនោះហើយនាំនាវាជីវិតរបស់អ្នកធ្វើដំណើរទៅកាន់ក្តីសុបិនដែលខ្លួនប្រាថ្នាដំណាក់កាលទី4គឺដំណាក់កាលចូលនិវត្តន៍ការងារនិយាយទៅដំណាក់កាលនេះអាចមើលទៅជាដំណាក់កាលដែលលំបាកបំផុតក្នុងការធ្វើណើទៅកាន់ក្តីសុបិនហើយមិនអាចទៅរួចទាំងអស់ក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកក្តីសុបិនរបស់អ្នកតែការពិតមិនមែនបែបនោះទេផ្ទុយទៅវិញពេលខ្លះអាចមានពិន្ទុសន្សំច្រើនបំផុតក៏ថាបានព្រោះអ្នកនៅក្នុងវ័យនេះឆ្លងកាត់បទពិសោធន៍មកច្រើនហើយទើបមានការយល់ដឹងច្រើនភាគច្រើនទស្សនៈជីវិតនិងគំនិតល្អៗគឺបានមកពីមនុស្សក្នុងវ័យនេះរហូតពេលខ្លះអត់គិតមិនបានថាប្រសិនបើយកគំនិតនិងខួរក្បាលរបស់មនុស្សក្នុងវ័យនេះទៅដាក់ក្នុងក្បាលរបស់យុវវ័យបានពិភពលោកនេះប្រហែលជាមានអ្នកបង្កើតការងារបានល្អបំផុតក្នុងជំនាញផ្សេងច្រើនឡើងក្រៅពីនេះវ័យចូលនិវត្តន៍ក៏គ្មានអ្វីត្រូវខ្វល់ប្រសិនបើអ្នកហ្មត់ចត់រឿងចំណូលចំណាយហើយមានលុយទុកសម្រាប់ចាយពេញមួយជីវិតកូនរបស់អ្នកក៏រៀនចប់ហើយមានការងារធ្វើគ្រប់គ្នាអ្នកលះបង់ពេញមួយជីវិតរបស់អ្នកឲ្យទៅក្រុមហ៊ុនដែលអ្នកធ្លាប់ធ្វើការនិងក្រុមគ្រួសារដែលអ្នកស្រឡាញ់ឥឡូវដល់ពេលដែលអ្នកត្រូវធ្វើអ្វីសម្រាប់ខ្លួនឯងហើយផ្ទេរបទពិសោធន៍ដល់អ្នកផ្សេងបន្តទៀតនោះគឺអ្នកមើលត្រឡប់ក្រោយឆ្លងកាត់ពេលដ៏វែងត្រឡប់ទៅស្ដាប់សំឡេងតិចចេញពីចិត្តរបស់អ្នកហើយចាប់ផ្ដើមធ្វើលែងមានត្រូវស្ទាក់ស្ទើរទៀតហើយអ្នកគួរតែមានបញ្ញាច្រើនឡើងតាមតួលេខអាយុរបស់អ្នកកុំអង្គុយនៅតែផ្ទះដោយមិនធ្វើអ្វីហើយនិយាយថាខ្ញុំប៉ុណ្ណឹងបានហើយមិនចាំបាច់ត្រូវធ្វើអ្វីទៀតទេពិតណាស់ថាអ្នកគ្រប់គ្រាន់នឹងមានសេចក្តីសុខរងចាំថ្ងៃបានឈប់សម្រាកឲ្យមានសេចក្តីសុខអ្នកនឹងជួបក្តីសុខតែមិនពិសេសជានេះទេប្រសិនបើអ្នកបានរួមចំណែកជួយអ្នកផ្សេងដោយវេសុបិនរបស់អ្នកឱកាសដែលអ្នកមានលើសមនុស្សរាប់លានអ្នកក្នុងពេលបច្ចុប្បន្នជាឱកាសចុងក្រោយដែលអ្នកបានលះបង់ដើម្បីជួបភាពស្ងប់ស្ងាត់ពិតប្រាកដនៃជីវិតដោយសុភាសិតចិនបានពោលថាបើអ្នកចង់មានសេចក្តីសុខអស់មួយជីវិតសូមជួយមនុស្សម្នាក់ពេលខ្លះទេពកោសល្យរបស់អ្នកអាចជាមេត្តាធម៌ដែលមានច្រើនលើសអ្នកដទៃចូលបង្ហាញអ្វីទាំងអស់នោះចេញមកកុំលាក់ទុកក្នុងចិត្តក្តីសុបិនរបស់អ្នកអាចជាការបង្កើតមូលនិធិដកដើម្បីក្មេងកំព្រាបង្កើតវិភាគទានដើម្បីការសិក្សាបង្កើតសាលារៀនក្នុងជនបទព្រះសង្ឃវិហារសង់ព្រះពុទ្ធរូបដើម្បីជាតំណាងនៃសេចក្តីល្អឲ្យមនុស្សម្នាបានគោរពបូជាក្តីសុបិនមិនចាំបាច់សម្ដែងចេញមកឲ្យចំពោះតែក្នុងការប្រកបអាជីពផ្សេងទេសូមត្រឹមតែឲ្យក្តីសុបិននោះចេញមកពីចិត្តដ៏បរិសុទ្ធរបស់អ្នកក៏គ្រប់គ្រាន់ហើយប្រសិនបើអ្នកប្រតិបត្តិធម៌រហូតដល់គោរពព្រះពុទ្ធជាម្ចាស់សូមសំយោគអារម្មណ៍ឬបទពិសោធន៍របស់អ្នកដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យក្លាយជាពុទ្ធសាសនាដែលរីកចម្រើនដោយសារពុទ្ធិបញ្ញារបស់អ្នករួមចំណែកផងក្នុងពេលតែមួយក្តីសុបិនផ្នែកផ្សេងដែលអ្នកមិនធ្លាប់ហ៊ានធ្វើឬមិនដែលឲ្យឱកាសខ្លួនឯងបានធ្វើពេលអ្នកធ្វើការងារនោះរហូតដល់ចំណុចល្អអ្នកអាចមានសមត្ថភាពបន្តទៅកំពូលជាជំហានសំខាន់ក្នុងការអភិវឌ្ឍឆ្ពោះទៅការប្រតិបត្តិធម៌ឲ្យរីកចម្រើនកាន់តែខ្លាំងឡើងជារួមមកជំហានទាំង4នេះមិនមែនជាឧបសគ្គណាមករារាំងក្តីសុបិនរបស់អ្នកទេគឺមានឱកាសរហូតប្រសិនបើអ្នកស្វែងរកហើយចាប់ផ្ដើមធ្វើដូចជាក្រុមស្រមោចដែលមិនព្រមឲ្យឧបសគ្គណាមួយមករារាំងឱកាសដែលត្រូវដើរទៅមុខខុសគ្នាត្រង់ថាស្រមោចទាំងអស់នោះដើរទៅមុខដើម្បីស្វែងរកអាហារចំណែកអ្នកដើរទៅមុខដើម្បីស្វែងរកក្តីសុបិនរបស់អ្នកប្រសិនបើអ្នកអានលម្អិតមាននៅក្នុងសៀវភៅ Idea Book Message from Your Heart